បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel កង្កែប3ថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតមកបង្ហាញជូនពុកម៉ែបងប្អូនអំពីថ្នាំព្យាបាលជំងឺរលាកកាពះបាទខាងមុខនេះបាទខាងមុខនោះគឺជាដើមថ្មបាទដើមថ្មធំណាបាទអញ្ចឹងបញ្ជាក់ជូនពុកម៉ែបងប្អូនថាដើមថ្មហ្នឹងចាស់ពីដើមគាត់យកមកធ្វើជាថ្នាំព្យាបាលរលាកកាពះបាទនេះប៉ុន្តែដោយសារតែបច្ចុប្បន្នឥឡូវហ្នឹងមានជំងឺរលាកកាពះតែងតែមានអាស៊ីតកាពះបាទអញ្ចឹងយើងអាចផ្សំជាមួយថ្នាំផ្សេងទៀតបាទដើម្បីព្យាបាលបាទហើយតាមការពិតមានគុណប្រយោជន៍ច្រើនតែដោយសារតែខាងខ្ញុំយកប្រើតែប៉ុណ្ណឹងក៏ជម្រាបជូនតែប៉ុណ្ណឹងហើយអាត្រួយខ្ចីនេះបាទយើងអាចធ្វើជាអន្លក់ឬមកក៏របោយនំបញ្ចុកបានទៀតផងបាទហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនថាបើសិនជាចង់ប្រើប្រាស់នៅថ្នាំខ្មែរបុរាណផ្សេងអាចតាក់ទងលេខទូរស័ព្ទរបស់ខ្ញុំតាមរយៈលេខ097 31 13 និង046 069 30 21 88ឬក៏អាចចូលមកកាន់ Telegram តាមរយៈលេខ097 31 13 និង046ក៏ដូចជាអាចចូលមកកាន់ Facebook ឆាលៀងឆាលីនិង Page គ្រូសេងថ្នាំឆ្នាំងបាត់សូមអរគុណ